my god ទៅលេងខេត្តកំពតចង់រកកន្លែងសម្រាប់លំហែជាប់មាត់ព្រែកបរិយាកាសបែប relax បែប chill មាន activity លេងជាច្រើនជាពិសេសនោះសម្រាប់អ្នកចូលចិត្តបែបស្ងប់ស្ងាត់បែបអឺរ៉ុបអីហ្នឹងគឺត្រូវហ្មងហើយលើកនេះយើងនឹងចេញដំណើរទៅកាន់ខេត្តកំពតបែប chill ហើយក៏ជាការ test ride លើកដំបូងជាមួយនឹងសមាជិកថ្មីរបស់ខ្ញុំដែលជា big boy ពណ៌ខ្មៅនេះHello អ្នកទាំងអស់គ្នាថ្ងៃនេះយើងមានដំណើរកម្សាន្តមួយទៀតហើយយើងនឹងទៅលេងខេត្តកំពតបែប chill បែប relax ចុងសប្តាហ៍អីចឹងណាហើយថ្ងៃនេះផងដែរខ្ញុំបានយកសមាជិកថ្មីរបស់ខ្ញុំដែលទើបនឹងទិញហ្នឹងយកទៅ test ride ដើម្បីទៅកាន់ខេត្តកំពតចង់ដឹងថាអារម្មណ៍ដែលយើងជិះម៉ូតូថ្មីលើកដំបូងហើយទៅកាន់ផ្លូវបែបរៀងឆ្ងាយហ្មងប៉ុណ្ណឹងតើអារម្មណ៍វាបែបណាអញ្ចឹងណាអូអ្នកទាំងអស់គ្នាបើនិយាយពីអារម្មណ៍មុនដល់ថ្ងៃចេញទៅដើរលេងដែលយើងបបួលគ្នាហ្នឹងគឺថាស្អែកឡើងត្រូវទៅហ្នឹងយប់ឡើងគឺដេកអត់លក់ទេអ្នកទាំងអស់គ្នាណាក៏ដោយខ្ញុំក៏ដោយគេក៏ដោយឲ្យទៅថាមានរបស់ថ្មីឬក៏បានរបស់ថ្មីហ្នឹងគឺថាបន់ឲ្យទៅដល់ថ្ងៃស្អែកឯអាងនឹងបានជិះអាងនឹងបានតេស្តតបពីជួបជុំគ្នាអីហើយអស់ហើយទៅយើងក៏ចាប់ផ្ដើមចេញដំណើរដើម្បីឆ្ពោះទៅកាន់ខេត្តកំពតតាមផ្លូវធ្វើដំណើរយើងធ្វើដំណើរទៅតាមកំពង់ត្រាចហើយកាត់ទៅកែបក៏ប៉ុន្តែម្ដុំនេះគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នានិយាយទៅទេសភាពខែវស្សាបែបនេះហើយមានភ្នំនៅខាងក្រោយជាពិសេសមុនហ្នឹងគឺភ្លៀងអញ្ចឹងគឺឃើញអាប់តាមផ្លូវជាមួយនឹងតាមចង្កេះភ្នំគឺថាស្អាតខ្លាំងហ្មងព្រមមិនបាននេះក៏នាំគ្នាឈប់ម៉ូតូដើម្បីធ្វើការចុះថតរូបថតទេសភាពនៅកន្លែងនេះគឺថាស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាបន្ទាប់ពីភ្លៀងហើយនិយាយទៅការជិះម៉ូតូដំណើរកម្សាន្តនៅក្នុងរដូវវស្សាបែបនេះទៅតំបន់ដែលមានទេសភាពធម្មជាតិពណ៌បៃតងនឹងគឺថាស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាកន្លែងដែលមានភ្នំអូដឹងតែថាកប់សេរីហ្មងនិយាយទៅពួកយើងចូលចិត្តដើរលេងហើយមកដល់តំបន់ដែលមានទេសភាពស្អាតចេះហើយអត់ទាញទូរស័ព្ទអត់ទាញកាមេរ៉ាមកថតហ្នឹងគឺអត់បានទេអ្នកទាំងអស់គ្នាព្រោះដោយសារតែទេសភាពតាមផ្លូវគឺវាស្អាតមែនទោះជាការជិះម៉ូតូរបស់យើងមករៀងមានចម្ងាយឆ្ងាយឬក៏ហត់មិនក៏ដោយនៅពេលដែលយើងមកដល់តំបន់ធម្មជាតិដែលមានទេសភាពស្អាតអញ្ចឹងអារម្មណ៍ដែលថាហត់អារម្មណ៍ដែលថាលំបាកអីអស់ហ្នឹងគឺយើងតម្លាក់ចោលអស់ហើយដោយសារតែបានឃើញជាមួយនឹងទេសភាពស្អាតអញ្ចឹងបាទមកនិយាយអំពីកន្លែងដែលពួកយើងសម្រាប់លំហែនៅក្នុងថ្ងៃនេះវិញគឺយើងសម្រាប់លំហែនៅខាង Arcadia កំពតខ្ញុំចូលចិត្តមកកំពតហើយមកកន្លែងតែបែប mood បែប vibe បែបនេះមែនតើអ្នកទាំងអស់គ្នាព្រោះដោយសារតែនៅនេះវាបែបស្ងប់ស្ងាត់បែប chill មកដល់យើងដើរជីវិតបែប slow life អីនៅនឹងអញ្ចឹងអង្គុយលេងជួបជុំគ្នាជាមួយមិត្តភ័ក្តិនៅមាត់ព្រែកមើលទេសភាពមើលគេជិះម៉ូតូទឹកជាមួយនឹងខ្យល់សៀកដែលយើងអាចសម្រាកលំហែខួរក្បាលបានពីការងារពីភាពនឿយហត់មកគឺថា chill មែនតើអ្នកទាំងអស់គ្នានៅនេះជាពិសេសសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តដើរលេងបែប chill បែប relax បែប slow life mood បែបអឺរ៉ុបអីហ្នឹងមកដល់កន្លែងនេះខ្ញុំគិតថានឹងត្រូវសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តស្ងប់ស្ងាត់ហ្នឹងហ្មងហើយបើសម្រាប់អ្នកចូលចិត្ត activity បែបកីឡាលើទឹកដែលមានលេង jet ski ជិះម៉ូតូទឹកឬក៏លោតពងលោតអីនៅនេះអូដឹងតែថាត្រូវចិត្តហ្មងអ្នកទាំងអស់គ្នាមកឡើយនេះខ្ញុំគិតថាអត់ខកម្ដងទេគឺថាសម្បូរ activity លេងសប្បាយច្រើនខ្លាំងមែនតើហើយសម្រាប់ពួកខ្ញុំមកដល់កន្លែងបែប chill relax មានទេសភាពស្អាតបរិយាកាសល្អប៉ុណ្ណេះហើយតែងតែមិនភ្លេចទេជាមួយនឹង beer Gansberg Snow គឺត្រូវហ្មងជាមួយបរិយាកាស chill បែបនេះជាមួយនឹងរសជាតិស្រាលស្រទន់ងាយស្រួលលេបបើនិយាយពីអាល់កុលវិញត្រឹមតែ 3.9% អ្នកទាំងអស់គ្នាខ្លះសេឲ្យតិចកាន់តែតិចគឺកាន់តែឆ្ងាញ់ហ្មងជាមួយនឹង Gansberg Snow គេបានចេញជាមួយនឹងកំប៉ុងថ្មីរូបរាងថ្មីពណ៌ថ្មីនិយាយពីថាស្អាតហើយកាន់មកកលីបហ្មងនិយាយទៅដូចពាក្យស្លោកគេនិយាយថា cool like that like Gansberg Snow យ៉ាងនិយាយទៅគឺថាកោះតែមកកំប៉ុងមកគឺ cool ហ្មង cool like that ហ្មងពួកយើងអង្គុយឈៀលលេងនៅមាត់ព្រែកស្រូបយកខ្យល់អាកាសទៅចែកគ្នានិយាយលេងពីជីវិតទៅវិញទៅមកនិយាយរឿងក្នុងចិត្តអីអូគឺថាអែមហ្មងអ្នកទាំងអស់គ្នានៅនេះគឺថាស្ងប់ស្ងាត់ល្អមកបែប relax បែប chill បែបនេះគឺថាត្រូវ mood ខ្ញុំហ្មងដោយសារតែហត់មួយរយៈហើយក៏មកចង់ដើរលេងបែបស្រួលបែប chill ងាយម្ដងដល់ចឹងទៅមកដល់នេះគឺត្រូវ mood ហ្មងអ្នកទាំងអស់គ្នាហើយបើខ្ញុំវិញគ្រាន់តែឃើញគេជិះម៉ូតូទឹកលេងម៉ូតូទឹកនៅលើទឹកនិយាយពីថាលមួលចង់ទៅលេងតែគ្រាន់តែថាកលៈទេសៈនេះអត់ទាន់អំណោយផលពុទ្ធសាសនាតែខ្ញុំរៀងជួយជើងផងអីផងចឹងសង្ឃឹមថាលើក្រោយទៅកំពតដឹងទៅថាលេងម៉ូតូទឹកម្ដងហើយអ្នកទាំងអស់គ្នាកាត់ម្ដងថ្ងៃថ្មីថ្ងៃទី2ព្រឹកនេះផងដែរពួកយើងមកជួបជុំគ្នានៅការ៉ាសាំង
ជើងភ្នំបូកគោដើម្បីព្រឹកនេះយើងធ្វើដំណើរឡើងទៅកាន់ភ្នំបូកគោព្រោះដោយសារតែខានទៅលេងភ្នំបូកគោយូរហើយអ្នកទាំងអស់គ្នាហើយណាមួយចង់តេស្តម៉ូតូថ្មីឡើងទៅកាន់ភ្នំបូកគោផងតាមផ្លូវធ្វើដំណើរឡើងទៅភ្នំបូកគោស្បាយអ្នកទាំងអស់គ្នាជាមួយនឹងផ្លូវកោងកែងគ្រាន់តែថាពួកយើងមិនមែនតែអ្នកជិះលឿនអីទេជិះឈៀលមើលទេសភាពក៏តែទេសភាពស្អាតខ្លាំងមែនតើហ្មងព្រោះដោយសារតែមុងហ្នឹងព្រឹកហ្នឹងគឺទៅតែភ្លៀងហើយអញ្ចឹងតាមផ្លូវយើងធ្វើដំណើរឃើញមានអាប់មានអីនិយាយទៅជិះម៉ូតូឡើងភ្នំបូកគោលើកនេះគឺមានអារម្មណ៍ថា fresh សាហាវហ្មងអ្នកទាំងអស់គ្នាព្រោះដោយសារទេសភាពស្អាតហើយជិះម៉ូតូចូលក្នុងអាប់គឺថាអូយកប់សេរីហ្មង My god អាប់អារ៉ាបូកគោកប់សេរីបាទស្វានោះគេដើរស្អាតមែនតើដូចជិះនឹកចូលក្នុងរឿងឯនេះហើយពួកយើងឡើងមកលើភ្នំបូកគោលើកនេះផងដែរដើម្បីជួបជុំគ្នាជាមួយនឹងបងគាត់ឡើងពីពេញមកជួបគ្នាគាត់វិលល្ងាចពួកយើងទៅតែគេងមកយប់ហើយអញ្ចឹងណាហើយពួកយើងក៏មកឈប់សម្រាកលំហែនៅចិត្តលោកយាយម៉ៅនាំគ្នាសម្រាកស្រូបយកខ្យល់អាកាសនៅ Neo គឺថា fresh ខ្លាំងមែនតើអ្នកទាំងអស់គ្នាដំណើរកម្សាន្តបែប chill បែប relax នៅក្នុងចុងសប្តាហ៍នេះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត